ការសាងសង់បណ្ដាញអគ្គិសនីក្នុងអគារតម្រូវឲ្យយើងមានអីខ្លះដើម្បីអាចសាងសង់បណ្ដាញអគ្គិសនីក្នុងអគារបានគឺយើងត្រូវការប្លង់ក្នុងការងារបច្ចេកទេសនិងសម្ភារៈអគ្គិសនីដូចជាទឹកដោភ្លើងខ្សែភ្លើង disjunction ឡាំងឡាច់ហេតុអីបានយើងត្រូវការចាំបាច់មានប្លង់គឺសំខាន់ណាស់ក្នុងការងារសាងសង់ពីព្រោះការងារសាងសង់ទាំងអស់បើសិនជាមិនមានប្លង់ច្បាស់លាស់ទេគឺនាំឲ្យមានហានិភ័យខ្ពស់លើការចំណាយនិងការងារបច្ចេកទេសប្លង់អាចឲ្យយើងដឹងមុនពីបរិមាណប្រវែងខ្សែភ្លើងដែលយើងត្រូវរត់ក្នុងអគារដឹងពីទីតាំងព្រីកុងតាក់កម្ពស់ព្រីទូភ្លើងនិងបរិមាណការប្រើប្រាស់នៅក្នុងអគារហេតុអីបានយើងត្រូវចាំបាច់ដឹងពីប្រភេទនៃខ្សែភ្លើងការជ្រើសរើសខ្សែភ្លើងគឺវាសំខាន់ក្នុងការតម្លើងក្នុងអគារពីព្រោះការជ្រើសរើសខ្សែភ្លើងមិនល្អនឹងបណ្ដាលឲ្យការប្រើប្រាស់ក្នុងអគារមិនគ្រប់គ្រាន់ដោយសារខ្សែមុខកាត់ចម្លងមិនត្រឹមត្រូវឬបញ្ហាបច្ចេកទេសមួយចំនួនទៀតហើយយើងត្រូវការប្រើប្រាស់ខ្សែភ្លើងមុខកាត់ប្រមាណខ្លះក្នុងការងារបណ្ដាញអគារមុខកាត់ដែលយើងត្រូវប្រើមានដូចជា 1.5 មីលីម៉ែត្រនិង 2.5 មីលីម៉ែត្រគេហៅថា1កន្លះឬមួយក៏2កន្លះពុះ 1.5 មីលីម៉ែត្រយើងអាចប្រើបានជាមួយនឹងខ្សែអំពូលនិង 2.5 មីលីម៉ែត្រយើងអាចប្រើបានជាមួយនឹងព្រីកុងតាក់ម៉ាស៊ីនត្រជាក់និងម៉ាស៊ីនទឹកក្តៅការងារសាងសង់បណ្ដាញអគ្គិសនីក្នុងអគារយើងត្រូវគិតពីសុវត្ថិភាពគុណភាពសោភ័ណភាពនិងអនាម័យ